ពេលវេលាដើរលឿនខ្លាំងមែនតើឥឡូវនេះចូលដល់ខែ7ទៀតហើយថ្មិចបើកជិតដាច់មួយឆ្នាំទៀតបាត់ប៉ុន្តែតម្រាំតែឆ្លងផុតពីមួយខែចូលទៅមួយខែក៏មិនងាយស្រួលណាស់ដែរឲ្យតែដល់ថ្ងៃទី10គឺដឹងតែត្រូវដល់ថ្ងៃបងថ្លៃបន្ទប់ថ្លៃទឹកថ្លៃភ្លើងថ្លៃផ្ញើម៉ូតូថ្លៃចំណាយប្រចាំថ្ងៃផ្សេងនិយាយរួមទៅត្រូវចំណាយសពគ្រប់បែបយ៉ាងពេលខ្លះទោះបីត្រូវសន្សំចៃយ៉ាងណាក៏ដោយប៉ុន្តែនៅតែអត់សល់ថវិកាក្នុងខ្លួនក៏មានដែរពេលខ្លះដាច់ថវិកាខ្លាំងសំបីតែ100រៀលក្នុងខ្លួនក៏អត់មានដែរពុកម៉ែប្អូនពេលដែលកំពុងដាច់ខ្លាំងហើយម៉ូតូក៏ខូចទៀតពេលខ្លះពេលជិះម៉ូតូទៅរៀនតាំងព្រលឹមហ្នឹងម៉ូតូបែកកង់ក៏មានពេលខ្លះត្រូវបដូរពោះវៀនម៉ូតូក៏មានពេលខ្លះម៉ូតូខូចស្បកពោះវៀនក៏មានពុកម៉ែប្អូននិយាយរួមទៅគឺត្រូវចំណាយសពគ្រប់បែបយ៉ាងពេលដែលកំពុងដាច់ខ្លាំងហើយម៉ូតូក៏ខូចទៀតត្រូវបដូរស្បកផងត្រូវបដូរពោះវៀនផងត្រូវប៉ះកង់ផងពេលខ្លះអស់សាំងក៏មានទៀតជីវិតមើលទៅក៏មិនសូវងាយស្រួលប្រហែលដែរអញ្ចឹងហើយបានថាតម្រាំតែឆ្លងផុតពីមួយខែទៅមួយខែក៏មិនងាយស្រួលដែរពេលខ្លះពីមួយថ្ងៃទៅមួយថ្ងៃក៏មិនងាយស្រួលដែរអត់ដូចនៅស្រុកទេនៅស្រុកមានផ្ទះខ្លួនឯងនៅអញ្ចឹងទៅអត់ចាំបាច់ត្រូវបង់ថ្លៃបន្ទប់ថ្លៃទឹកអីទេហើយចំពោះថ្លៃទឹកពេលខ្លះយើងមានអណ្ដូងពេលខ្លះយើងមានទឹកភ្លៀងសម្រាប់ត្រងហើយពេលខ្លះទោះបីទិញទឹកម៉ែនប៉ុន្តែក៏មិនសូវថ្លៃអីដូចនៅទីក្រុងដែរហើយមួយទៀតពេលខ្វះម្ហូបអីគឺអាចដាំដំណាំអីហូបផ្លែបានអញ្ចឹងណាពេលខ្លះដំណាំនៅស្រុកក៏រៀងធូរថ្លៃជាងនៅភ្នំពេញដែរដូច្នេះហើយក៏នៅស្រុកមិនសូវចំណាយផងដែរប៉ុន្តែនៅទីនេះគឺចំណាយច្រើនខ្លាំងមែនតើប៉ុន្តែមានតែពាក្យថាទ្រាំដោយពាក្យបន្ទូលរបស់ព្រះពុទ្ធមានបន្ទូលថាមានរូបមានទុក្ខជីវិតមនុស្សយើងគឺកិច្ចមិនផុតទេពីទុក្ខលំបាកដូច្នេះហើយទ្រាំតស៊ូដើម្បីជីវិតដើម្បីអនាគតខ្លួនឯងណាពុកម៉ែបងប្អូនព្រោះជីវិតមនុស្សយើងគឺកិច្ចមិនផុតទេពីទុក្ខលំបាកដូច្នេះហើយតើតែសម្របសម្រួលរៀនបត់បែនខ្លួនតាមកលៈទេសៈណាប៉ុន្តែជីវិតតម្រាំតែដល់ឆ្នាំទី4មិនដឹងថាយ៉ាងណាយ៉ាងណីទេហើយនេះគឺនៅឆ្នាំទី1នៅឡើយទេតម្រាំដល់ឆ្នាំទី4ទៀតទ្រាំទៅតែឆ្នាំ2030គឺបានរៀនចប់ប្រឡងឲ្យចប់យកបរិញ្ញាបត្រដើម្បីត្រឡប់ទៅស្រុកវិញណាពុកម៉ែបងប្អូនខំប្រឹងរៀនមករៀននៅទីនេះយកមករៀនដើម្បីចំណេះផងមករៀនពីជីវិតរស់នៅជីវិតតស៊ូផងអញ្ចឹងណាព្រោះអីមិនមែនមករៀនដើម្បីតែសញ្ញាបត្រមួយស្លឹកទេត្រូវរៀនពីរបៀបក្នុងការរស់នៅត្រូវចេះតស៊ូក្នុងជីវិតត្រូវចេះធ្វើការងារដោយខ្លួនឯងត្រូវរៀនតស៊ូគ្រប់បែបយ៉ាងព្រោះអីមករៀននៅទីនេះគឺយើងត្រូវធ្វើការងារដោយខ្លួនឯងអត់មានឪពុកម្ដាយណាមកចាំជួយយើងទេបើនៅវិទ្យាល័យគឺយើងរៀនពេលខ្លះក៏យើងទៅផ្ទះក៏មានឪពុកម្ដាយដាំបាយឲ្យប៉ុន្តែពេលនៅខ្ញុំរៀនវិទ្យាល័យក៏ខ្ញុំជាអ្នកដាំបាយដែរដោយសារតែម៉ែខ្ញុំក៏ធ្វើការពុកខ្ញុំក៏ធ្វើការប៉ុន្តែគ្រាន់ថាអត់សូវចំណាយទេនៅវិទ្យាល័យរៀនថ្នាក់ទី12ចាយមួយថ្ងៃតែ2000រៀលប៉ុន្តែក៏មិនសូវចំណាយដែរតែរៀនគឺជាតែកង់ទេប៉ុន្តែមិនសូវចំណាយដូចនៅនេះត្រូវចាក់សាំងចាក់អីដោយសារតែសាលាឆ្ងាយពីបន្ទប់ជួលដែរណាមួយនៅស្រុកគឺខុសគ្នាពីទីក្រុងដែរហើយអញ្ចឹងហើយក៏ត្រូវតែសម្របសម្រួលខ្លួនតាមកលៈទេសៈណាពុកម៉ែបងប្អូនជីវិតគឺមានតែប៉ុណ្្នឹងឯងដូចពាក្យព្រះពុទ្ធថាអញ្ចឹងគឺមានបន្ទូលថាមានរូបមានទុក្ខនឹងឯងហើយវីដេអូខ្ញុំថ្ងៃហ្នឹងមានតែប៉ុណ្្នឹងអរគុណច្រើន